កណាសូមនមស្ការចំពោះព្រះមេគុណនិងសហការីគុណគ្រប់រាជធានីខេត្តទាំងអស់ជាទីសក្ការៈខ្ញុំកណាមួយរយៈនេះបានពិនិត្យឃើញប្រសង់មួយចំនួនតូចដែលបានចេញអាកប្បកិរិយាកាយវិការផ្សេងមានបញ្ចូលបទចម្រៀងតាមរយៈTikTok Facebook និងតាមបណ្ដាញសង្គមនានាខ្ញុំកណាដូចជាអាសូរពុទ្ធសាសនាណាមិនគួរណាប្រសង់មួយចំនួនតូចពិសេសប្រសង់ក្មេងៗហ្នឹងធ្វើសកម្មភាពខុសធម៌ខុសវិន័យខុសសិលធម៌រស់នៅប្រចាំថ្ងៃដែលធ្វើឲ្យពុទ្ធសាសនាមានការរស់រវើយនិងប៉ះពាល់កិត្តិយសពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋតែខ្ញុំកណាបានពិនិត្យមើលទៅឃើញព្រះមេគុណនិងសហការីរាជធានីខេត្តទាំងអស់ដោយមិនយកបតីទុកដាក់សោះស្ងាត់ឲ្យឈឹងហើយគ្រប់នេះបង្កើតឡើងដើម្បីប្រគេនព្រះអង្គដោះស្រាយបញ្ហាផ្សេងតាមស្រុកតាមខេត្តដែលកើតមាននៅក្នុងមូលដ្ឋានរបស់ព្រះអង្គផ្ទាល់ហើយខ្ញុំកណាអត់ឃើញមានសកម្មភាពអីសោះក្នុងគ្រប់នឹងឲ្យស្ងាត់ឲ្យឈឹងហើយសូមព្រះអង្គតូតមើលទៅតើឃើញអង្គណាយ៉ាងម៉េចអង្គណាយ៉ាងណាកើតនៅស្រុកណាខេត្តណាវត្តណាសូមព្រះអង្គដោះស្រាយជាបន្ទាន់ហើយសូមដោះស្រាយហើយសូមឲ្យព្រះអង្គលុបរូបភាពសកម្មភាពនេះចោលឲ្យអស់ទៅឯកឧត្តមរដ្ឋមន្ត្រីលោកបានណែនាំទៅប្រធានមន្ត្រីធម្មការនិងសាសនារាជធានីខេត្តឲ្យមានវិធានការដោះស្រាយជាបន្ទាន់ហើយយើងក្នុងនាមជាព្រះមេគុណយើងគិតយ៉ាងម៉េចដែរបើយើងអត់ធ្វើការក្នុងគ្រប់អត់ឃើញមានសកម្មភាពសោះបើព្រះមេគុណលោកចាស់ក៏មានសហការីគុណក្មេងដែលលោកចេះបើកមើលដែរសូមព្រះអង្គចាត់វិធានការជាបន្ទាន់បញ្ហានេះវាហួសនិស័យហួសនិយាយឲ្យព្រះអង្គហើយឃើញសកម្មភាពរបស់ព្រះសង្ឃក្មេងមួយចំនួនតូចទេមិនចេញអាកប្បកិរិយាប៉ះពាល់ធម៌វិន័យណាចឹងទេសូមមន្ត្រីសង្ឃគ្រប់ឋានានុក្រមដោះស្រាយជាបន្ទាន់អង្គណាត្រូវផ្សឹកក៏ផ្សឹកចោលទៅអង្គណាត្រឹមតែពមៀនក៏ព្រះអង្គពមៀនដាក់កិច្ចសន្យាឲ្យច្បាស់លាស់បើហ៊ានប្រព្រឹត្តទៀតនឹងផ្សឹកចោលឲ្យអស់ទៅព្រះអង្គកុំទុកនៅនាំចង្អៀតកត់ចង្អៀតវត្តមិនចម្រើនពុទ្ធសាសនាទេបង្ហិនបាយអ្នកស្រុកទេព្រះអង្គសូមអរគុណ